បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងវីដេអូបាទថ្មីបាទពី Channel SB Report ផងដែរបាទថ្ងៃនេះគឺថាយើងទៅធ្វើវីដេអូមួយក៏ដូចជាបាទទៅរាវខ្យងខ្ចៅបងប្អូនណាបាទនេះគឺជាបាទសត្វខ្ចៅដែលនៅក្នុងបាទអណ្ដូងណាបាទដោយសារតែខែនេះគឺថាសម្បូរបាទសត្វខ្ចៅនេះច្រើនមែនទែនខ្ញុំមកមើលអណ្ដូងខ្ញុំនៅវាលបងប្អូនគឺថាសូម្បីតែលើកមែកឈើនេះចេញមកបាទពីទឹកហ្នឹងគឺបាទមានខ្ចៅច្រើនមែនទែនបាទសម្រាប់បងប្អូនភាគច្រើនគឺថាគាត់ចូលចិត្តបរិភោគក៏ដូចជាគាត់ចូលចិត្តហូបនៅខ្ចៅនេះណាបាទយើងអាចយកទៅបាទធ្វើជាសម្លស្ងោរបាទឬក៏ឆាអីផ្សេងបាទមានប្រយោជន៍មែនទែនហើយនេះគឺជាខ្ចៅធម្មជាតិបាទចេញពីអណ្ដូងបាទធម្មជាតិមែនទែនហើយបាទធំបងប្អូនគឺថាប៉ុនមេដៃតែម្ដងហើយខែនេះគឺថាសម្បូរបាទសម្បូរពងវាណាបាទសម្បូរពងសម្បូរអីគឺថាបាទខ្ទិះមែនទែនបាទអណ្ដូងខ្ញុំនេះគឺថាមិនមែនមានត្រឹមតែខ្ចៅទេបងប្អូនណាគឺថាមានទាំងខ្យងបាទមានទាំងក្តាមគឺអណ្ដូងហ្នឹងគឺថាសម្បូរបាទហើយត្រីហ្នឹងក៏មានដែរបងប្អូនគឺថាបាទនៅពេលដែលជួនកាលចឹងទៅបាទអត់មានម្ហូបឬក៏យើងចង់ហូបបាទខ្ចៅខ្យងអីគឺថាមករកនៅអណ្ដូងហ្នឹងគឺបានតែម្ដងបាទងាយស្រួលបាទបើសិនបើយើងមានអណ្ដូងមានអីណាបាទអណ្ដូងនេះគឺវាមានចម្ងាយបាទឆ្ងាយពីផ្ទះមកប្រហែលជាបាទ300-400ម៉ែត្រទេបាទ300-400ម៉ែត្រគឺយើងអាចដើរបានបងប្អូនណាបាទអាចដើរតាមវាលស្រែហ្នឹងមកហើយបាទមករាវខ្ចៅឃើញមែកឈើ2-3មែកចឹងទៅយើងទាញមកបាទទាញមកគឺខ្ចៅនៅតែម្ដងបាទភាគច្រើនគឺខ្ចៅបើសិនជាខ្យងវាទុំនៅគៀនបាទហើយប្រសិនបើបាទស្រែឬក៏អណ្ដូងស្រះអីបាទនៅតាមវាលណាបាទបងប្អូនបើចង់ហូបបាទខ្ចៅឬក៏ខ្យងអីបងប្អូនដើរគៀនមកបាទទាញមែកឈើបាទមែកឈើឬក៏សម្រាប់ផ្សេងនៅក្នុងអណ្ដូងទាញមកបើមានខ្ចៅខ្យងគឺថាបាទពិសេសមែនទែនបាទសម្រាប់ខ្ញុំខ្ចៅខ្យងគឺចូលចិត្តខ្ចៅជាងបងប្អូនបាទខ្ចៅវាឆ្ងាញ់បិទថាវារាងតូចតែឆ្ងាញ់បាទជួបគ្នាជាបន្តទៀតផងដែរបាទបងប្អូនបាទ